Ok,សួស្តីបងប្អូនគ្នាមកថ្ងៃនេះមកសៀបន្តិចតើតងជាមួយការងារនេះការបរទេសអញ្ចឹងខ្ញុំលើកប្រវត្តិខ្ញុំបន្តិចពីមុនមកខ្ញុំធ្វើការជាជានីនៅឆ្នាំទី2មានឡើងឆ្នាំទី3ឆ្នាំទី3ឆ្នាំទី1ហ្នឹងគឺខ្ញុំចាប់ផ្ដើមចូលកាន់ការងារការដ្ឋានអញ្ចឹងគួរសមដែរខ្ញុំចេះទៅលើការងារកុំព្យូទ័រមាន Excel មាន Word មាន PowerPoint មាន AutoCAD តើតងជាមួយនឹងការងារ design ទៅលើ MEP អញ្ចឹងទៅហើយនឹងការងារការដ្ឋានជា experience ជាងអញ្ចឹងនៅពេលដែលខ្ញុំកាន់ការងារការដ្ឋានដំបូងគឺបច្ចេកខ្ញុំថ្មីហើយ MEP មានតែខ្ញុំម្នាក់ទេក្នុងផ្នែកហ្នឹងហើយថ្នាក់ដឹកនាំគាត់ឲ្យយើងកណនីទាំងអស់ខ្ញុំសៀបន្តិចណានៅពេលដែលគាត់ឲ្យខ្ញុំកណនីគឺយើងអត់សប្បាយចិត្តជាមួយនឹងគាត់ទេខឹងគាត់ទេអីក៏ដោយគឺគាត់ទៀមទាជាងមិនថាមកកាត់ខ្សែចម្លងព្រីអំពូលម៉ាស៊ីនត្រជាក់ DB តាមបន្ទប់តាមម៉ានពេSDB តាមជាន់តាមម៉ានពេដែលអាចប្រើគ្រប់សម្រាប់មក unit ហ្នឹងមកជាន់ហ្នឹងហើយអាគេខ្ញុំកាន់នោះ12ជាន់បងប្អូនអ្នកគ្នាអាចជិះកាត់សឹងជ័យឃើញនៅខាងស្ដាំដៃនៅហ្នឹងអញ្ចឹងគាត់ទៀមទាទាំងអស់មិនថាសំបីតែខុបបត្រេហ្នឹងគឺមកកាត់ប្រមាណដើម្បី supply ឲ្យគ្រប់រត់ខ្សែមេគ្រប់ហើយខ្សែភ្លើងចម្លងទៅតាម unit មួយហ្នឹងតែយើងរត់ខ្សែមេមែនយើងតែដឹងអានុភាពប្រភេទចរន្តបន្ទប់ហ្នឹងប្រើមែនពេលអញ្ចឹងយើងត្រូវកណនីទាំងអស់យើងចំណាយពេលហើយយើងអត់សប្បាយចិត្តទេទាំងខ្ញុំទាំងគេគឺធ្វើការងាររៀនយើងស្មុកជាមួយអាការងារហ្នឹងប៉ុន្តែនៅពេលដែលយើងកណនីមិនថាយើងអត់ចេះទេខ្ញុំកណនីឲ្យគាត់ទាំងអស់បងប្អូនគ្នាទាំង SDB ទាំង DB ទាំង MDB ទាំង capacitor bank ទាំង generator ទាំង transformer អញ្ចឹងយើងគួរសមដែរអញ្ចឹងយើងកណនីហើយយើងselectឲ្យហើយចាប់ពីនឹងមកដល់បច្ចុប្បន្នគឺខ្ញុំមិនដែលកណនីទេបងប្អូនគ្នាខ្ញុំមិនខិនតែជា experience ដែលយើងគូប្លង់ដល់នេះខ្ញុំកាន់ការងារប្លង់ហើយនឹងការងារខ្សែ experience យើងគូប្លង់ហើយនឹងការងារការដ្ឋានអញ្ចឹងខ្ញុំមាន experience ពីនឹងមកគឺតើតងជាមួយនឹងបទពិសោធន៍កណនីតើតងជាមួយអីហ្នឹងនៅពេលដែលមេប្រើគឺយើងស្វែងរកយើងខំរៀនត្រូវដើររកហើយបើដើររកមេវិជុបហើយប្រាក់ខែច្រើនទេបងប្អូនគ្នាយើងទៅចូលធ្វើដំបូងអញ្ចឹងនិយាយមកវិញតើតងជាមួយ Computer បងប្អូនគ្នាខ្ញុំមិនដែលកណនីទេនិយាយស្មោះត្រង់គឺខ្ញុំ select ពឹងផ្អែកទៅលើបទពិសោធន៍ហើយនឹងការគូប្លង់បទពិសោធន៍ការងារការដ្ឋានហើយនឹងការគូប្លង់អញ្ចឹងខ្ញុំអាច select បានជាន់នឹងប្រហែលជាន់ត្រេមេឬក៏ត្រេកូនឬក៏ត្រេសាំ100គុណ50 75គុណ50ឬក៏150គុណ50ឬក៏150គុណនឹង100ឬក៏300គុណនឹង100គឺខ្ញុំ select auto direct មកបងប្អូនគ្នានេះសេអញ្ចឹងឆ្លើយតបតទៅជាមួយការកណនី Computer បច្ចុប្បន្នគឺខ្ញុំអត់ដែលកណនីទេខ្ញុំ select ទៅតាម experience គូប្លង់ហើយនឹងបទពិសោធន៍ក្នុងការឋានចឹងវីដេអូមានប៉ុណ្្នឹងទេបងម្នាក់គ្នាមានចម្ងល់អីតទៅជាមួយនឹងការងារការដ្ឋានឬក៏ការងារប្លង់បងម្នាក់គ្នាសួរបានហើយខ្ញុំមានច្រើនដោយសារខ្ញុំធ្វើ project ជាមួយនឹង owner ខ្ញុំធ្វើ project ជាមួយកងស្តង់ខ្ញុំធ្វើ project ជាមួយជា consultant អញ្ចឹងយើងមានតទៅជាមួយនឹង materialist យើងមានតទៅជាមួយនឹង progress ការងារយើងមានតទៅជាមួយនឹង report តទៅជាមួយនឹង inspect ទៅលើការងារនីមួយតែយើង inspect បែបម៉េចហើយការងារយើងមាន minute of meeting បែបម៉េចដើម្បីធ្វើការងារនឹងឲ្យ smooth អញ្ចឹងខ្ញុំមានច្រើនហើយបច្ចុប្បន្នការងារការដ្ឋានខ្ញុំអត់ទាន់មានការងារណាដែលយើងឈានដល់ចំណុចដែលយើងធ្វើការងារបែប standard ពីមុនទេយើងខណៈតម្រូវក្រុមការងារយើងលីឲ្យចូលជាមួយនឹងស្តង់ដារដែលយើងចង់បានតែងាយស្រួលក្នុងការគ្រប់គ្រងឬក៏ងាយស្រួលក្នុងការធ្វើការហើយក្រុមការងារខ្ញុំបច្ចុប្បន្នដូចគ្នាគឺខ្ញុំនឹងព្យាយាម update ឲ្យគាត់ធ្វើការងារកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃពីការងារដែលមានធ្លាប់មានបញ្ហាធ្វើឲ្យវាកាត់បន្ថយនៅបញ្ហាការងារដែលពិបាកកាត់បន្ថយឲ្យវាកាន់តែស្រួលអញ្ចឹងសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នេះទេអរគុណច្រើន